តាមពិតបាត់តែជាជ្រូកក៏ស្រួលធ្វើមែនតែនមិននឹកស្មានថាងាយស្រួលធ្វើយ៉ាងហ្នឹងឯងបងប្អូនចំណែកឯរសជាតិវិញយើងចង់ធ្វើរសជាតិបែបចិនក៏បានបែបខ្មែរយើងក៏បានដែរថ្ងៃនេះខ្ញុំទិញត្រចៀកជ្រូកចំនួន4ខ្ញុំយកវាមកលាងកោសសម្អាតឲ្យស្អាតហើយនឹងកាត់ឆ្អឹងកន្លែងរុនត្រចៀកអីហ្នឹងចេញឲ្យអស់ក្រោយពេលលាងសម្អាតជាមួយនឹងអំបិលនិងម្សៅជាច្រើនទឹកហើយហ្នឹងយើងក៏ចាប់ផ្ដើមស្ងោរត្រចៀកជ្រូកគ្រឿងដែលខ្ញុំដាក់ក្នុងស្ងោរត្រចៀកជ្រូកហ្នឹងមានដូចជាស្លឹកក្អូបខ្ទឹមសម្រេចគ្រាប់គ្រឿងអំបិលស្ករប៊ីចេងម្សៅស៊ុបគ្រឿងទាំងអស់នេះគឺយើងជួយបន្ថែមឲ្យត្រចៀកជ្រូកហ្នឹងមានរសជាតិឆ្ងាញ់ចង់បានសាប្រៃកម្រិតណាអីនៅពេលដែលទឹកស្ងោរនឹងវាពុះយើងអាចភ្លក់មើលបានវិធីធ្វើនេះគឺធ្វើទៅតាមចំណូលចិត្តរៀងៗខ្លួនណាបងប្អូនបើសិនជាចូលចិត្តក្លិនគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចហ្នឹងក៏អាចបន្ថែមវាបានដែរស្ងោរវាដោយបិទគម្របឲ្យជិតក្រោយពេល40ទៅ50នាទីសាកយកចង្កឹះចាក់សាក់មើលបើសិនជាវាផុយហើយគឺអាចលើកចេញបានស្រង់វាដាក់សម្រស់ទឹករួចយកវាមកកាត់គឺយើងត្រូវកាត់វាទាំងក្តៅហើយយើងរកពុំមួយមកបងប្អូនចង់បានវារាងមូលក៏បានជ្រុងក៏បានតាមចិត្តតាមប្រាប់តានៅក្នុងផ្ទះបងប្អូនមានហ្នឹងគឺយើងកាត់វាដាក់នំរៀបដោយដាក់ស្លឹកកាជៀកហ្នឹងពីក្រោមហើយកន្លែងគល់ស្លឹកកាជៀកហ្នឹងយើងកាត់វាហាន់វាតូចៗបើសិនជាអត់សូវចូលចិត្តខ្លាញ់ទេយើងអាចគុំដាក់កន្លែងខ្លាញ់គុំត្រចៀកហ្នឹងអីខ្លាចវាទ្រាំត្រចៀកជ្រូកនេះត្រូវកាត់វានៅក្តៅគឺបងប្អូនកាត់វាឲ្យតូចៗអញ្ចឹងទៅនៅពេលដែលតម្រៀបចូលហើយពេលវាចុះត្រជាក់គឺវាស្អិតរលាយសាច់មួយចូលគ្នាបានល្អជាប់គ្នាទាំងផ្ទាំងតែម្ដងត្រចៀកជ្រូក2មើលទៅបិទពីលើអត់ចិត្តទេបងប្អូនដោយសារត្រចៀកជ្រូកហ្នឹងតូចហើយសាច់នៅចំកណ្ដាលគុំត្រចៀកហ្នឹងវាធំអញ្ចឹងខ្ញុំហាន់វាជាចំណិតតម្រៀបវាបែបនេះបន្ទាប់មកត្រូវរកថង់ផ្លាស្ទិកជាប្រភេទថង់ខ្ចប់ម្ហូបជាក៏បានបិទវាឲ្យជិតដើម្បីកុំឲ្យពេលដែលយើងយករបស់ដែលដាក់សង្កត់ពីលើទៅវាប្រឡាក់ប៉ុន្តែក៏មិនត្រូវឲ្យថង់ហ្នឹងតឹងពេកដែរព្រោះនៅពេលដែលយើងដាក់របស់សង្កត់ទៅវាអាចអត់ស្រុតចុះក្រោមដោយសារទើត្រឹមថង់ណាបងប្អូនសង្កត់វានៅខាងក្រៅទូទឹកកកហ្នឹងប្រហែលជា1ម៉ោងឲ្យសាច់នឹងវារៀងចុះត្រជាក់រួចយកវាទៅដាក់ក្នុងទូទឹកកកដោយរកអ្វីធ្ងន់ល្មមដាក់សង្កត់វាពីលើទុកវាមួយយប់ក្រោយមកយើងនឹងទទួលបានសាច់ប៉ាតេរូបរាងបែបនេះរសជាតិឆ្ងាញ់